ជំរាបសួរទាំងអស់គ្នាថ្ងៃនេះយើងនឹងបង្ហាញរូបភាពនៃការស្ទូចត្រីដែលបានថតទុករាល់ពេលដែលយើងចេញទៅស្ទូចត្រីត្រីនេះភាសាបារាំងហៅថា Baraye ភាសាខ្មែរគឺត្រីរបាឆ្នូតដែលរស់នៅក្នុងទឹកសមុទ្រប៉ុន្តែបង្កើតកូននៅក្នុងទឹកសាបជាធម្មតាយើងស្ទូចត្រីនេះលើឆ្នេរសមុទ្រប៉ុន្តែមានពេលខ្លះយើងក៏ស្ទូចនៅលើផែផងដែរកាលពីមុនត្រីនេះត្រូវបញ្ញវន្តកត់ត្រាថាជិតផុតពូជដោយសារការនេសាទលើសកំណត់ដូច្នេះក្រសួងនេសាទនិងមហាសាគរនៃប្រទេសកាណាដាបានហាមនេសាទអស់រយៈពេលប្រហែល10ឆ្នាំឥឡូវនេះការនេសាទបែបឯកជនត្រូវបានអនុញ្ញាតប៉ុន្តែមានកម្រិតលើទំហំត្រីយើងមិនអាចយកត្រីដែលតូចជាង50សង់ទីម៉ែត្រឬក៏ធំជាង65សង់ទីម៉ែត្រទេបានន័យថាត្រូវតែលែងទៅវិញត្រីណាដែលតូចពេកឬក៏ធំពេកម្យ៉ាងទៀតម្នាក់មិនអាចយកលើសពី4ត្រីទេដូច្នេះហើយយើងប្រឡែងទៅវិញច្រើនដែរមានថ្ងៃខ្លះស្ទូចត្រីអត់បានសោះសូម្បីតែមួយក៏មិនបានប៉ុន្តែយើងសប្បាយចិត្តព្រោះបានអីផ្សេងទៀតដែលមកកំដរអារម្មណ៍ធ្វើឲ្យបាត់អស់សុខគាត់សប្បាយចិត្តព្រោះស្ទូចបានកូនបង្កងប៉ុន្តែកុំភ័យយើងអត់យកទេប្រឡែងទៅវិញឲ្យទាំងអស់ហ្នឹង
មានថ្ងៃខ្លះមិនបានត្រីក្តាមក៏គ្មានបង្កងក៏អត់ប៉ុន្តែយើងរីករាយជាមួយនឹងទេសភាពឆ្នេរសមុទ្រដ៏ស្រស់ត្រកាលកន្លែងហ្នឹងមានសត្វស្លាបច្រើនមែនទែនមួយនេះបានហើរមកបុកខ្សែសទូចរបស់ខ្ញុំរួចហើយវាជាប់នៅក្នុងនឹងជាពាក់ពេញអាហ្នឹងប៉ុន្តែពួកខ្ញុំបានដោះស្រាយវាអន្តរាយវាចេញដោយមិនឲ្យវាមានរបួសអូយអានេះដូចធំនក់មកហើយត្រីឲ្យឡើងសន្ធឹកតែវាមិនខ្ចីស៊ីនុយយើងត្រីនេះយើងអាចធ្វើម្ហូបបានច្រើនមុខដូចជាភ្លាឆៅឆាខ្ញីធ្វើត្រីងៀតធ្វើកិនធ្វើប្រហិតឬក៏ស្លម្ជូរត្រីអាំងម្ជូរស្វាយក៏រឹតតែឆ្ងាញ់ដែរវីដេអូនេះក៏បានមកដល់ទីបញ្ចប់ហើយ
សូមអរគុណទាំងអស់គ្នាដែលបានទស្សនារហូតមកដល់ពេលនេះសូមជូនពរឲ្យទាំងអស់គ្នាបានជួបតែសុខសប្បាយនិងសុភមង្គលជារៀងរហូត